របស់យើងនេះបាទមេត្តាជួយរួមរក្សាបាននៅសម្ដាប់ធ្នាប់របៀបរៀបរយនិងសន្តិភាពលើផ្លូវស្បែកជើងយើងផងបាទអញ្ចឹងសូមឲ្យអរលោកស្រីនៅក្នុងគណៈវិលានេះគឺម៉ោង5ហើយសូមឲ្យអរលោកស្រីពាក់ព័ន្ធទៅនឹងមធ្យោបាយផ្សេងៗដែលកំពុងធ្វើចតនឹងធំផ្លូវប្រសិទ្ធវត្តនិងចិញ្ចើមផ្លូវប្រសិទ្ធវត្តសូមឲ្យមានការចូលរួមទៅរកកំណត់សុវត្ថិភាពរបស់លោកស្រីបាទទី2ចំពោះបងប្អូនដែលពាក់ព័ន្ធទៅនឹងលំនៅឋានហើយប្រើប្រាស់ចិញ្ចើមផ្លូវដោយប្រើប្រាស់1/3ឬក៏2/3ដើម្បីរក្សាចិញ្ចើមផ្លូវព្រះស៊ីសវត្តនេះដើម្បីឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អនិងសុខភាពផងដែរ